ថ្ងៃនេះខ្ញុំនឹងនាំទាំងអស់គ្នាមកបើកប្រអប់ Echo Model 5108B Pom Pom Print បើកប្រអប់មុនដំបូងគេមកយើងឃើញជាមួយនឹង Guidebook ចំនួន1ដែលសៀវភៅនេះផ្ដល់ព័ត៌មានទាំងអស់ដែលទាក់ទងពីរបៀបប្រើប្រាស់របស់ keyboard បន្ទាប់ពីទទួលបាន Guidebook ហើយយើងក៏ឃើញ keyboard របស់យើងនៅលើគេតែម្ដងសម្រាប់ keyboard មួយ model នេះផងដែរក្រុមហ៊ុន Echo បានធ្វើការ collaboration ជាមួយនឹងរឿងតុក្កតា Pom Pom Print នៅក្នុងប្រអប់នេះវិញគឺមានទុកជាមួយសម្ភារៈដូចជា keycap puller switch puller ខ្សែ Type C ចំនួន1ខ្សែ keycap extra ចំនួន1 set extra switch ចំនួន5គ្រាប់សម្រាប់ដោះដូរនិង USB wireless ចំនួន1 keyboard នេះផងដែរក៏ support ជាមួយនឹងការប្រើប្រាស់ Mac និង Windows ដូចគ្នាហើយយើងឃើញមានកុងតាក់មួយនៅខាងក្រោយកាត់ទៅខាងស្ដាំសម្រាប់ប្រើជាមួយនឹង Windows កាត់ទៅខាងឆ្វេងសម្រាប់ប្រើជាមួយនឹង Mac ហើយនៅផ្នែកខាងលើនេះគឺជាកន្លែងសម្រាប់ដោតដោយ Type C ចូលទៅកាន់ keyboard នេះផងដែរគឺជាប្រភេទ keyboard ដែលមានទំហំ full size 100% ដែលមានចំនួន108 key switch របស់ keyboard នេះវិញគឺប្រើប្រាស់ជាមួយនឹងប្រភេទ switch របស់ Echo Linear Piano Pro ជាប្រភេទ hot swappable ចឹងមកដល់ចំណុចត្រឹមនេះយើងនឹងធ្វើការរៀនពីរបៀបភ្ជាប់ Bluetooth របស់ keyboard នេះនិងរបៀបដូរភ្លើង RGB របស់ keyboard ដើម្បីភ្ជាប់ Bluetooth ទាំងអស់គ្នាគ្រាន់តែចុច key FN ជាមួយនឹង key ERT hold វារយៈពេល3 second វានឹងលោតឈ្មោះសម្រាប់ឲ្យទាំងអស់គ្នា connect ជាមួយនឹង keyboard នេះបានហើយណែដូរភ្លើង RGB វិញគឺយើងចុច key FN ជាមួយនឹង key slash ឬក៏ page up page downប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ទៅលើ model ណាមួយអាចមករកបាននៅហាង Spectre Gear ឬក៏សម្រាប់ការសាកសួរព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទឬក៏ Telegram ដែលមាននៅខាងក្រោមបាន